រឿងព្រះវេស្សន្តរាជាតភាគនាងអមិទ្ធីតានិងតាជូជុកកាលនោះមានព្រាហ្មណ៍ជ្រាម្នាក់ឈ្មោះជូជុករស់នៅភូមិទុននិវេតគាត់បានសន្សំប្រាក់ពីការសុំទានបាន100កហបណៈទៅផ្ញើនឹងមិត្តភក្តិប៉ុន្តែមិត្តភក្តិម្នាក់នោះបានចាយប្រាក់អស់ក៏លើកកូនស្រីឲ្យតាជូជុកនាងនោះឈ្មោះថាអមិទ្ធីតាជាស្រីក្មេងមានរូបសម្រស់ស្រស់ស្អាតទោះបីប្តីចាស់ជរានិងអាក្រក់ក៏នាងនៅតែបម្រើប្តីយ៉ាងខ្ជាប់ខ្ជួនបំផុតនាងក្រោកពីព្រលឹមដាំទឹករៀបចំអាហារនិងគក់វាសសម្លៀកបំពាក់ឲ្យប្តីភាពល្អរបស់នាងធ្វើឲ្យពួកព្រាហ្មណ៍ដទៃក្នុងភូមិយកទៅប្រៀបធៀបពួកគេជេរប្រដៅប្រពន្ធខ្លួនឯងថាមើលនាងអមិទ្ធីតាផងនាងល្អជាងពួកនាងឆ្ងាយណាស់ការនេះធ្វើឲ្យស្រីក្នុងភូមិចំណែននិងនាំគ្នាទៅស្ទាក់វីដំនាងនៅមាត់ទឹកពួកគេជេរប្រមាថថានាងជាស្រីចង្រៃមកធ្វើឲ្យប្តីប្រពន្ធគេឆ្លោះគ្នានាងអមិទ្ធីតាខូចចិត្តយំសោកយ៉ាងខ្លាំងហើយត្រឡប់មកប្រាប់ប្តីថាខ្ញុំមិនទៅដងទឹកទៀតទេបើលោកចង់ឲ្យខ្ញុំបម្រើលោកត្រូវរកខ្ញុំបម្រើមកឲ្យខ្ញុំនាងបង្ខំឲ្យតាជូជុកទៅភ្នំគិរីវង្គតដើម្បីសុំបុត្រទាំងពីរពីព្រះវេស្សន្តរដោយសារកម្លាំងស្នេហានិងខ្លាចបាត់បង់ប្រពន្ធតាជូជុកក៏យល់ព្រមធ្វើដំណើរនេះគឺជាដើមហេតុដែលនាំឲ្យមានការព្រាត់ប្រាសរវាងឪពុកនិងកូនចប់ភាគនាងអមិទ្ធីតា